ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាចាថ្ងៃនេះដែរនាងខ្ញុំមកប្រាប់ពីរបៀបការស្រោបចេកពងមាន់ឲ្យបានត្រឹមត្រូវចាសម្រាប់ការស្រោបចេកពងមាន់គឺងាយស្រួលមែនទែនពុកម៉ែបងប្អូនចាមិនថាចេកពងមាន់មិនថាចេកអីផ្សេងទេគឺថាយើងអាចស្រោបបានដូចគ្នាពុកម៉ែបងប្អូនចាទី1ហ្នឹងយើងមើលទៅលើស្ទងចេកតើចេកយើងនឹងធ្លាក់លាតអស់ស្និតឬនៅកាលណាតែចេកយើងធ្លាក់សយោងហើយលាតអស់ស្និតហើយគឺយើងធ្វើការកាត់សយោងនឹងចោលចាបន្ទាប់មកទៀតយើងត្រូវមើលលើសយោងនឹងលើស្ទងនឹងតើមានស្និតណាដែលមានក្តៀបឬអត់កាលណាតែមានក្តៀបពុកម៉ែកាច់ចោលឲ្យអស់ទៅបាក់ទុកទេចាយើងទុកតែស្និតណាដែលពេញដែលស្អាតបានហើយចាបើពុកម៉ែបងប្អូនដាំលក្ខណៈគ្រួសារពុកម៉ែបងប្អូនមិនកាច់ក៏បានដែរចាសម្រាប់ស្និតក្តៀបបើយើងចង់ទុកក៏បានដែរពុកម៉ែបងប្អូនតែចេកយើងរាងធំយឺតបន្តិចកាលណាតែយើងបានកាច់វាចោលអញ្ចឹងទៅធ្វើឲ្យចេកយើងនឹងធំលឿនដែរចាបន្ទាប់មកទៀតគឺយើងត្រូវការស្រោបធ្វើការស្រោបចាសម្រាប់ការស្រោបយើងមានថង់ស្រោបចេកដូចនេះខ្ញុំអញ្ចឹងមួយមកហើយនឹងខ្សែយើងធ្វើការចងទៅខាងលើបានហើយពុកម៉ែបងប្អូនខាងក្រោមនឹងយើងមិនចង់វាទេចាពេលយើងស្រោបថងហើយអញ្ចឹងគឺយើងចាំតែរយៈពេល30ថ្ងៃទេគឺចេកយើងនឹងពេញសាច់តែម្ដងពុកម៉ែបងប្អូនចាសម្រាប់អត្ថប្រយោជន៍ក្នុងការយើងស្រោបថងចេកនឹងជួយឲ្យចេកយើងនឹងសស្អាតចាបន្ទាប់មកទៀតជួយឲ្យចេកយើងនឹងធំលឿនអត់ឲ្យមានសត្វល្អិតទៅអុចផ្លែចេកយើងទេការពារកម្ដៅថ្ងៃចាជួយបានច្រើនពុកម៉ែបងប្អូនចិញ្ច្រើនមែនទែនពុកម៉ែបងប្អូនបើជួរខាងនេះវិញសឹងតែធ្លាក់គ្រប់ដើមហើយពុកម៉ែបងប្អូន